ម្ដាយខ្លះកំពុងឆ្ងល់ថាតើហេតុអ្វីកូនរបស់ខ្លួនមិនសូវស្និទ្ធស្នាលជាមួយខ្លួនដូចពីមុនបញ្ហានេះកើតឡើងដោយមិនប្រកាន់ឋានៈគ្រួសារទេដូច្នេះប្រការសំខាន់គឺឪពុកម្ដាយត្រូវតែយកចិត្តទុកដាក់លើចំណុចនេះបើមិនដូច្នោះទេគ្រួសារធំនឹងក្លាយជាស្ងាត់ជ្រងំមិនខានហើយឪពុកម្ដាយត្រូវរកវិធីដោះស្រាយនៅក្នុងសៀវភៅជីវិតក្តីស្រឡាញ់គេដំណែលខ្ញុំបានសរសេរថាការថែរក្សាទំនាក់ទំនងរវាងឪពុកម្ដាយជាមួយកូនក៏ត្រូវតែវិនិយោគឲ្យខ្លាំងក្លាដែរគឺវិនិយោគរហូតទាល់តែគ្រប់គ្នាគឺឪពុកម្ដាយនិងកូនស្គាល់គ្នានិងចេះយល់ពីគ្នាទៅវិញទៅមកដែលជាមូលដ្ឋានឈានទៅសម្រេចបានទំនាក់ទំនងល្អក្នុងគ្រួសារនិងលទ្ធផលថ្មីៗបន្តទៀតការដែលឪពុកម្ដាយស្គាល់កូនរបស់ខ្លួនឯងមិនច្បាស់ពោលគឺមិនដឹងថាតើកូនរបស់ខ្លួនចូលចិត្តធ្វើអ្វីនៅពេលទំនេរចូលចិត្តពណ៌អ្វីចូលចិត្តសម្លៀកបំពាក់ប្រភេទណាឡាអាចជាបញ្ហាមួយដែលនាំដល់ការទំនាក់ទំនងមិនល្អរវាងឪពុកម្ដាយនិងកូនដើម្បីស្គាល់កូនឲ្យបានច្បាស់ខ្ញុំនិងប្រពន្ធបានសម្រេចចិត្តធ្វើកិច្ចការមួយទៀតគឺចូលរៀនភាសាជប៉ុនក្រៅម៉ោងជាមួយកូននៅពេលរៀនជាមួយកូនពួកយើងអាចដឹងនិងយល់ពីកូនកាន់តែច្បាស់បន្ថែមទៀតពួកខ្ញុំយល់ថានេះគឺជាបទពិសោធន៍និងជាវិធីសាស្ត្រថ្មីស្រឡាំងមួយរបស់ពួកយើងនៅក្នុងការចិញ្ចឹមនិងអប់រំកូនការស្គាល់របៀបនៃការគិតទម្លាប់និងទង្វើរបស់កូននាពេលបច្ចុប្បន្នអាចឲ្យយើងដឹងថាតើយើងជាឪពុកម្ដាយត្រូវជួយកែលម្អអ្វីដល់កូនសម្រាប់អនាគតប៉ុន្តែវាក៏ជាសញ្ញាដែលប្រាប់ឪពុកម្ដាយដែរថាអនាគតរបស់កូនគឺពឹងអាស្រ័យលើរបៀបនៃការគិតឥរិយាបថទម្លាប់និងទង្វើរបស់ពួកគេក្នុងបច្ចុប្បន្នកាលពោលគឺបើពួកគេធ្វើការងារស្អាតមានសណ្ដាប់ធ្នាប់និងចេះរៀបចំតុបតែងបានល្អក្នុងពេលបច្ចុប្បន្នអនាគតរបស់ពួកគេក៏នឹងល្អបែបនេះដូចគ្នាប៉ុន្តែបើពួកគេមានទម្លាប់ខ្ជិលខ្ជាពីតូចធំឡើងពួកគេក៏នឹងក្លាយជាមនុស្សខ្ជិលខ្ជាដែរត្រឡប់មកវិញសៀវភៅកំណប់សុភមង្គលគ្រួសារសតវត្សទី21មានឧបករណ៍មួយដែលអាចជួយលោកឪពុកម្ដាយស្គាល់កូនរបស់ខ្លួនបានកាន់តែច្បាស់សូមអរគុណ